ចាលោកអ្នកលើនេះយើងបន្តព័ត៌មាននៅក្នុងវគ្គទី3នេះជាបន្តទៀតហើយព័ត៌មានជាបន្តនោះចាគឺនៅខាងខេត្តកំពង់ឆ្នាំងចាគឺអាជីវករផ្សារលើនឹងជាង80នាក់ចាគឺគាត់បាននាំគ្នាមកសំណូមពរ3ចំណុចនៅក្នុងផែនការរៀបចំសណ្ដាប់ធ្នាប់លក់ដូររបស់ខេត្តវិញចាដែលមានក្តីកង្វល់នៅក្នុងផែនការរៀបចំសណ្ដាប់ធ្នាប់លក់ដូរនៅក្នុងផ្សារលើរបស់ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី31ធ្នូចាល្ងាចថ្ងៃទី31ហ្នឹងគឺអាជីវករលក់ដូរនៅក្នុងផ្សារលើច្រើនជាង80នាក់គឺគាត់បានលើកគ្នាមកកាន់សាលាខេត្តកំពង់ឆ្នាំងនៅក្នុងគោលបំណងគឺដាក់សំណូមពរ3ចំណុចសូមឲ្យលោកអភិបាលខេត្តនឹងជួយដោះស្រាយបញ្ហារបស់ពួកគាត់ចាគឺបញ្ហាទី1ហ្នឹងសូមឲ្យអាជ្ញាធរខេត្តរៀបចំសណ្ដាប់ធ្នាប់នៅកន្លែងលក់ដូរក្រោយថ្ងៃបុណ្យចូលឆ្នាំចិនហើយទី2គឺធ្វើប្រព័ន្ធលូទឹកហើយសូមឲ្យមានកន្លែងលក់ដូរសម្រាប់អាជីវករវិញនិងទី3ហ្នឹងបើគ្មានកន្លែងឲ្យលក់ដូរអាជីវករទេគឺពួកគាត់សូមលក់ដូរនៅកន្លែងដដែលហើយចាលោកច័ន្ទសរតនាយករងរដ្ឋចានាយរដ្ឋបាលសាលាខេត្តនឹងបានចេញមកជួបសំណេះសំណាលសួរនាំក្តីកង្វល់របស់ក្រុមអាជីវករដោយសន្យាថាលោកនឹងយកសំណូមពររបស់ពួកគាត់ទាំង3ចំណុចទៅជំរាបជូនលោកអភិបាលខេត្តដើម្បីជួយដោះស្រាយនៅក្នុងពេលខាងមុខនេះហើយការប្រមូលផ្ដុំរបស់ក្រុមអាជីវករផ្សារនាពេលនេះគឺបន្ទាប់ពីគណៈកម្មការផ្សារលើបានផ្សព្វផ្សាយសេចក្តីជូនដំណឹងចុះថ្ងៃទី30ធ្នូចែកជូនអាជីវករលក់ផ្សារលើទាំងអស់ដែលមានការប៉ះពាល់សណ្ដាប់ធ្នាប់នៅក្នុងការលក់ដូរគឺចូលរួមអនុវត្តផែនការរៀបចំសណ្ដាប់ធ្នាប់លក់ដូរនៅក្នុងផ្សារលើរបស់ខេត្តហើយនៅក្នុងផែនការនោះគឺត្រូវរៀបចំសណ្ដាប់ធ្នាប់មុខផ្សារនិងផ្លូវសងខាងផ្សារលើរបស់ខេត្តគឺដើម្បីអនុវត្តនៅគម្រោងធ្វើប្រព័ន្ធលូបង្ហូរទឹករបស់អង្គការចៃការជប៉ុនហើយកំណត់ឲ្យអាជីវករដែលលក់ដូរនៅតាមរៀនតាមរោងតាមឆាត់ដែលលៀនលយខាងមុខតូបជួរមុខរបស់ផ្សារនោះគឺនៅតាមផ្លូវសងខាងលក់ហូបពីគ្រឿងផ្សារគឺត្រូវតែស្ម័គ្រចិត្តរុះរើនិងរំកិលចេញដោយខ្លួនឯងនៅក្នុងរយៈពេល9ថ្ងៃគិតពីថ្ងៃទី31ខែធ្នូរហូតដល់ថ្ងៃទី9ខែមករា2014ចាចាប់ពីថ្ងៃទី10ខែមករាឆ្នាំ2014ទៅបើអាជីវករណាមិនអនុវត្តសេចក្តីជូនដំណឹងនេះទេគឺគណៈកម្មការផ្សារលើនឹងសហការជាមួយនឹងគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ខេត្តនឹងអនុវត្តវិធានការរដ្ឋបាលតាមផ្លូវច្បាប់ដែលមិនទទួលខុសត្រូវនៅក្នុងការខូចខាតបាត់បង់សម្ភារៈទាំងអស់ដែលដាក់លក់លៀនលយហួសទីតាំងកំណត់នោះឡើយចាហើយគួររំលឹកថាការលក់ដូរអនាធិបតេយ្យហួសទីតាំងកំណត់នេះគឺបានកើតមានជាយូរឆ្នាំមកហើយដោយសារតែមានមន្ត្រីសន្តិសុខនិងមន្ត្រីភេសីផ្សារមួយចំនួនគឺបានខົບខិតគ្នាលក់ដូរទីតាំងទាំងនោះទៅឲ្យអាជីវករផ្សារនៅក្នុងតម្លៃពី$500ទៅ$500ហ្នឹងទៅ$1,500ហើយអាជីវករក៏បានលក់ដូរតគ្នាហើយកន្លែងនេះអាជីវករបានលើកប្រាប់ឲ្យដឹងថាបើគ្មានកន្លែងលក់ដូរទេនោះពួកគាត់ដែលទិញទីតាំងទាំងនោះនឹងទាមទារឬប្តឹងយកលុយពីមន្ត្រីសន្តិសុខនិងមន្ត្រីភេសីផ្សារទាំងនោះវិញចា៎បាទនេះគឺជាការរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្សារកំពង់ឆ្នាំងដើម្បីឲ្យមានរបៀបរៀបរយកុំឲ្យលក់មកលយតាមផ្លូវដែលបង្កទៅជាការកកស្ទះចរាចរណ៍គឺជាបរិស្ថាននៅទៅវាមិនសូវសមរម្យដែលនេះគឺជាការចាត់វិធានការរបស់ខាងសាលាខេត្តកំពង់ឆ្នាំងបាទប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏ប្រជាពលរដ្ឋខកសំណូមពរប្រមាណចំណុចផងដែរដើម្បីឲ្យមានការសម្របសម្រួលគ្នាទៅថាគាត់ទាមទារអ្វីហើយសាលាក្រុងមានអីសម្របសម្រួលពាក់ព័ន្ធនឹងបញ្ហាហ្នឹងដើម្បីឲ្យគាត់នឹងអាចដោះស្រាយផងដែរព្រោះថាឮថាមិញគឺគាត់ជួលដូចជា$1,000ទៅ$500កន្លែងមួយនេះទិញលក់តគ្នាចាទិញតម្លៃ$500ទៅ$1,500គឺគាត់លក់តគ្នាទៅតម្លៃវាចេះតែឡើងអញ្ចឹងបាទយើងបញ្ចប់ព័ត៌មាននេះទៅពេលនេះចុះទុកឲ្យអាជ្ញាធរនៅក្នុងខេត្តកំពង់ឆ្នាំងជាអ្នកដោះស្រាយទៅចុះយើងបន្តព័ត៌មាននៅក្នុងខេត្តកំពង់ស្ពឺវិញម្ដងគឺដោយសារតែករណីស្រវឹងគឺបើករថយន្តរេចុះរេឡើងទៅបុកអង្គភ្លើងហើយបន្ទាប់ពីបុកអង្គភ្លើងទៅបុកនឹងរបស់របរផ្សេងទៀតគឺខ្លោងទ្វារវត្តបាទជាទីទៅហើយដោយសារតែជាតិស្រវឹងបាទមានឃើញថារថយន្តភូមិភាគ3បានបុកបង្គោលភ្លើងបានបាក់ភ្លើងប្រអប់សម្រាប់ដាក់កុងទ័រឬក៏បើករថកិច្ចទៅបុកនឹងខ្លោងទ្វារវត្តអង្គជ្រៃបណ្ដាលឲ្យបាក់ត្រចៀកខ្លោងទ្វារវត្តទាំងស្រុងតែម្ដងតាមបណ្ដោយផ្លូវជាតិផ្លូវលេខ130ស្ថិតនៅក្នុងភូមិកំណាប់សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមួនខេត្តកំពង់ស្ពឺករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលានៅថ្ងៃទី31ខែធ្នូឆ្នាំ2013អ្នកឃើញហេតុការណ៍បាននិយាយដឹងថារថយន្តមួយគ្រឿងនេះបានបើកបរក្នុងស្ថានភាពស្រវឹងដោយរេពេញផ្លូវបន្ទាប់មកក៏ទៅបុកបង្គោលភ្លើងនៅមុខពន្ធនាគារស្ថិតនៅក្នុងខេត្តនៅក្នុងភូមិត្រាស់សាលាសង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមួនឬក៏រថកិច្ចប្រហែលជាបាន2គីឡូម៉ែត្រក៏ទៅបុកនឹងខ្លោងទ្វារអង្គជ្រៃរួចក៏ទៅមុខផ្លូវរួចទៅហើយរថយន្តបង្កនោះមានម៉ាកថា Ielas Potrei អត់មានស្លាកលេខបើកបរដោយឈ្មោះអ៊ុនសាវ័នជាមន្ត្រីយោធាភូមិភាគ3នៅខេត្តកំពង់ស្ពឺក៏រត់គេចបាត់ខ្លួន
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើភាគីខាងអគ្គិសនីនិងគណៈកម្មាធិការវត្តអង្គជ្រៃឲ្យប៉ូលីសចរាចរណ៍យករថយន្តបង្កទៅរក្សាទុកដើម្បីដោះស្រាយសំណងជូនខាងវត្តក៏ដូចជាខូចខាតអ្វីផ្សេងៗនោះបាទនេះគឺដោយសារតែករណីស្រវឹងបើយើងស្រវឹងយើងគួរតែរកអ្វីមិនសាបទៅដើម្បីបញ្ចប់កុំឲ្យយើងបាត់បង់ទៅមុខទៀតបាទយើងបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងចុះបាទចាយើងនិយាយទៅគ្រោះថ្នាក់ចរាចរណ៍ដដែលនឹងគឺនៅខាងខេត្តកំពតឯនោះវិញគឺរថយន្តបន្លែនឹងគាត់បានបើកបោះពួយលឿនពេកចាហើយទៅបុកនឹងម៉ូតូ2គ្រឿងនឹងបណ្ដាលឲ្យមនុស្ស2នាក់រងរបួសធ្ងន់ចាមនុស្សចាគឺហេតុការណ៍នេះបានផ្អើលឲ្យមានការផ្អើលឆោឡោចាដោយសារតែរថយន្តបន្លែនឹងគឺបុកម៉ូតូ2គ្រឿងពេញទំហឹងផ្អើលមនុស្សចំរួមមើលដែលហេតុការណ៍នេះគឺរន្ធត់យើងឃើញថាក្នុងរូបភាពធ្លាក់ចូលទៅក្នុងបន្លែទៅហើយក្នុងលូចាសមត្ថកិច្ចបានដឹងថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះគឺកើតឡើងកាលពីវេលាម៉ោង 10:40 នាទីចាប់ព្រឹកមិញនេះទៀតហើយគឺនៅលើកំណាត់ផ្លូវជាតិលេខ31កំពតកែបត្រង់ចំណុចមុខវត្តជុំគ្រាស្ថិតនៅក្នុងភូមិជុំគ្រាឃុំជុំគ្រាស្រុកទឹកឈូខេត្តកំពតហើយបើតាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ទូរទស្សន៍ហងមានថានៅមុនពេលមានករណីនេះកើតឡើងគឺគេឃើញរថយន្តកាមេបាឡាយមួយគ្រឿងនឹងបើកពីកើតមកលិចនៅក្នុងល្បឿនយ៉ាងលឿនហើយក្នុងបំណងនឹងវ៉ារថយន្ត Highlander ចាស្រាប់តែជ្រុលទៅបុកម៉ូតូសង្ការេបន្តទៅបុកម៉ូតូ Scorpio ដែលចតចោលនៅខាងជើងផ្លូវហើយក៏ធ្លាក់បលាយតែម្ដងមន្ត្រីប៉ូលីសចរាចរណ៍ស្រុកទឹកឈូបានប្រាប់ថាជនរងគ្រោះនៅក្នុងហេតុការណ៍នេះទីមួយមានឈ្មោះថាជាសុខាភេទស្រីអាយុ33ឆ្នាំរស់នៅភូមិជុំគ្រាឃុំជុំគ្រាស្រុកទឹកឈូហើយទីពីរមានឈ្មោះថាពេជ្រស៊ីភេទស្រីចាអាយុ53ឆ្នាំរស់នៅភូមិត្រពាំងព្រីងខាងជើងឃុំត្រពាំងព្រីងស្រុកទឹកឈូហើយអ្នកទាំងពីរនេះរងរបួសធ្ងន់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តបាត់ទៅហើយចំណែកឯអ្នកបើករបស់រថយន្តបាឡែនប៉ស្កពាក់ស្លាកលេខ 1AR 8997ភ្នំពេញចាគឺឈ្មោះឆៃគីម៉េងភេទប្រុសអាយុ25ឆ្នាំរស់នៅភូមិថ្នល់បៃខុំរកាស្រុកដូនកែវខេត្តតាកែវហើយម៉ូតូនិងរថយន្តក៏ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូដើម្បីដោះស្រាយទៅតាមនីតិវិធីចា៎បាទយើងថារូបភាពមានគ្រប់បែបយ៉ាងទាំងអស់មានរថយន្តធ្លាក់ចូលប្រឡាយរថយន្តរងគ្រោះរបួសច្រើនផងដែរចា៎នេះយើងឃើញថាទៅទាំងស្រុងតែម្ដងចាគឺដេកសណ្ដូកទៅតាមលូទឹកនេះតែម្ដងចាចាលោកអ្នកជាទីគោរពខណៈនេះយើងខ្ញុំទាំងពីរអ្នកក៏សូមសម្រាប់មកផ្លាត់សិនហើយយើងនឹងបន្តព័ត៌មាននៅវគ្គក្រោយជាបន្តទៀត